សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះនឹងនាំអ្នកនរគ្នាមកជួបនៅរឿងក្តីឃាតកម្មដ៏សាហាវនិងល្បីកក្រើកនៅក្នុងប្រទេសម៉ាឡេស៊ីមួយទៀតហើយនៅក្នុងប្រទេសម៉ាឡេស៊ីគឺសម្បូរខ្លាំងមែនទែនតាក់ទងនឹងអំពើឃាតកម្មដែលផ្ដើមចេញពីការចាប់ចម្រិតនិងបំពានរាងកាយទោះបីជារឿងនេះកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយប៉ុន្តែចំពោះពាក្យថាយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះនៅតែអត់មានទេអ្នកនរគ្នាទោះបីជាតុលាការគេបានប្រកាសសារក្រមថាដាក់ទោសជនជាប់ចោទឬក៏ឃាតករឲ្យជាប់គុកឬក៏ប្រហារជីវិតក៏ដោយប៉ុន្តែឃាតករមកដល់សប្តាហ៍ថ្ងៃនេះនៅតែមានជីវិតដដែលរឿងមួយនេះវាបានកើតឡើងកាលពីថ្ងៃទី14ខែមករាឆ្នាំ2006ក្នុងរដ្ឋមួយដែលមានឈ្មោះថា Kedah ប្រទេសម៉ាឡេស៊ីជនរងគ្រោះគឺមានឈ្មោះថា Chi អាយុ24ឆ្នាំ Chi គឺជាជនជាតិម៉ាឡេស៊ីកាត់សិង្ហបុរីហើយគាត់ត្រូវបានគេប្រទះឃើញចុងក្រោយបំផុតពេលដែលកំពុងរត់លេងជាមួយប្អូនស្រីរបស់នាងនៅតាមផ្លូវស្ងាត់មួយកន្លែងនៅពេលដែល Chi បានបាត់ខ្លួនយ៉ាងកំបាំងបន្ទាប់ពីរត់លេងជាមួយប្អូនស្រីនៅផ្លូវស្ងាត់មួយកន្លែង9ម៉ោងក្រោយមកគេបានប្រទះឃើញសាកសពរបស់ Chi ជាមួយនឹងស្នាមរបួសជាច្រើនកន្លែងតាមការធ្វើកសោបវិច័យបានបង្ហាញថាអាជីត្រូវបានគេចាប់រំលោភសម្លាប់និងមានស្នាមវិដំជាច្រើនកន្លែងលើខ្លួនប្រាណរបស់ជីចំពោះឃាតករវិញមិនត្រូវបានគេចាប់ឬក៏គាល់ខ្លួនថាគាត់ពិតជាឃាតករសម្រាប់ជីពិតប្រាកដ 100% នោះទេប៉ុន្តែ6ឆ្នាំក្រោយមកទើបគេរកឃើញឃាតករពិតប្រាកដដោយពាក្យខ្មែរយើងតែនិយាយថាឈាមស្រែស្បៃហាជាងអ្នកតបគ្នាគឺរយៈពេល6ឆ្នាំក្រោយមកជនសង្ស័យម្នាក់ដែលគេគិតថាគឺជាឃាតករដែលបានសម្លាប់ជីត្រូវបានគេគាល់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរបន្ទាប់ពីជនសង្ស័យម្នាក់គឺបានហោះមកពីទីក្រុងផឺតប្រទេសអូស្ត្រាលីChi ក៏មានឈ្មោះពេញថា Chi Gek Yap ហើយក៏កើតនៅថ្ងៃទី31ខែសីហាឆ្នាំ1981នៅរដ្ឋមួយដែលមានឈ្មោះថា Kedah ប្រទេសម៉ាឡេស៊ី Chi ក៏កើតនៅក្នុងតកូលគ្រួសារមួយដែលមានជីវភាពគឺពិបាកអ្នកនរគ្នាអត់ធូរធាននោះទេហើយ Chi គឺជាកូនទី3នៅក្នុងចំណោមបងប្អូន6នាក់នៅក្នុងគ្រួសារ Chi គឺជាក្មេងស្រីម្នាក់ដែលឆ្លាតនៅបកាយតាំងពីក្មេងមកម្ល៉េះហើយ Chi ក៏បានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារនិងមានតួនាទីការងារជាប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុនមួយកន្លែងផងដែរហើយនៅពេលហ្នឹងអ្នកនរគ្នាអាយុទើបតែ24ឆ្នាំគាត់កាន់តំណែងបានជាប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុនមួយអញ្ចឹងគឺសមត្ថភាពមិនអន់ទេមកដល់ត្រង់ចំណុចនេះរឿងហេតុអាក្រក់ក៏បានកើតឡើងចំពោះជីហើយគឺនៅល្ងាចថ្ងៃទី14ខែមករាឆ្នាំ2006ជីកំពុងរត់លេងជាមួយប្អូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Chi Gai Chun ជីគឺជាក្មេងស្រីម្នាក់ដែលឆ្លាតនៅបកាយតាំងពីក្មេងមកម្ល៉េះហើយជីគាត់បានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារនិងមានតួនាទីការងារជាប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុនមួយកន្លែងផងដែរហើយនៅពេលហ្នឹងអ្នកនរគ្នាអាយុទើបតែ24ឆ្នាំគាត់កាន់តំណែងបានជាប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុនមួយអញ្ចឹងគឺសមត្ថភាពមិនអន់ទេមកដល់ត្រង់ចំណុចនេះរឿងហេតុអាក្រក់ក៏បានកើតឡើងចំពោះជីហើយគឺនៅល្ងាចថ្ងៃទី14ខែមករាឆ្នាំ2006ជីកំពុងតែរត់លេងជាមួយប្អូនស្រីរបស់ខ្លួនម្នាក់ដែលមានឈ្មោះថា Chi Gai Chun គឺនៅសួនច្បារក្បែរផ្ទះរបស់ពួកគេក្នុងរដ្ឋ Kedah ប៉ុន្តែសម្ដីរបស់ Chun ដែលជាប្អូនស្រីរបស់ Chi ក៏បាននិយាយថាចេះនៅល្ងាចថ្ងៃមុនកើតហេតុហ្នឹងគាត់គឺបានស្នើទៅកាន់បងស្រីរបស់ខ្លួនដែលឈ្មោះថា Chi ហ្នឹងថាចេះល្ងាចហ្នឹងមិនបាច់ទៅក្រៅទេឬក៏ទៅធ្វើការទេតែអាចកំដរខ្លួនរត់លេងក្នុងសួនច្បារបានអត់នៅពេលហ្នឹង Chi គឺគាត់អត់មានគិតច្រើនទេនៅពេលដែលប្អូនស្នើសុំបែបហ្នឹងគឺគាត់យល់ព្រមភ្លាមៗតែម្ដងថាល្ងាចហ្នឹងនឹងនាំគ្នារត់លេងកំសាន្តជាមួយគ្នានៅឯសួនច្បារហ្នឹងនៅពេលហ្នឹងគឺវេលាម៉ោង6ល្ងាចពួកគេគឺបាននាំគ្នារត់លេងធម្មតាហើយ Chi មិនត្រឹមតែមានតួនាទីជាប្រធានផ្នែកទីផ្សារប៉ុណ្ណោះទេប៉ុន្តែ Chi អ្នកទាំងគ្នាគឺជាអ្នកកីឡាផងដែរ Chi គឺចូលចិត្តមែនទែនតាក់ទងនឹងកីឡានៃការរត់ហ្នឹងគឺគាត់រត់ចឹងតែរាល់ថ្ងៃឬក៏រត់ព្រឹកអញ្ចឹងណាសូមនិយាយមួយអ្នកទាំងគ្នារត់ល្អមែនទែនណាធ្វើមិនក៏ដោយឲ្យតែបានរត់មួយថ្ងៃកន្លះម៉ោងឬក៏មួយថ្ងៃឲ្យបាន3-4-5 គីឡូក៏បានដែរហើយធ្វើអញ្ចឹងរហូតទៅអ្នកទាំងគ្នាដល់20ឆ្នាំក្រោយយើងដឹងហើយថាយើងខុសប្លែកពីគេអ្នកដែលអត់រត់យ៉ាងម៉េចអញ្ចឹងជីក៏ចូលចិត្តការរត់ក៏រត់រាល់ថ្ងៃអញ្ចឹងទៀតចំពោះកាយសម្បទារបស់គាត់និងភាពរហ័សរហួនវិញគឺល្អជាងបងស្រីរបស់គាត់អញ្ចឹងនៅពេលហ្នឹងជីក៏បានរត់លឿនអ្នកទាំងគ្នារត់លឿនអញ្ចឹងទៅហួសបងស្រីរបស់គាត់ចំណែកបងស្រីរបស់គាត់នៅខាងក្រៅគឺតាមអត់ទាន់ទេបងស្រីរបស់ជីដែលមានឈ្មោះថាជួនគឺបានព្យាយាមរត់តាមបងស្រីដែរប៉ុន្តែបែបគិតថាបងស្រីគាត់រត់លេងហើយរត់លឿនទៅមុនអញ្ចឹងណាគឺគាត់តាមអត់ទាន់ទេហើយក៏ពេលហ្នឹងគឺជាពេលដែលបាត់ខ្លួនរបស់ជីតែម្ដងឈូនដែលជាបងស្រីរបស់ជីគឺបានព្យាយាមស្រែកហៅបងស្រីដែរប៉ុន្តែមិនឃើញបងស្រីតបវិញនោះទេហើយខ្លួនក៏បានសម្រេចចិត្តថាត្រឡប់ទៅផ្ទះវិញដោយយល់ថាប្រហែលជាបងស្រីគាត់រត់ទៅផ្ទះមុនហើយក៏ថាបានដែរឈូនគាត់ក៏បានត្រឡប់មកផ្ទះវិញប៉ុន្តែមិនបានឃើញបងស្រីខ្លួនទេហើយខ្លួនក៏បានព្យាយាមខលទូរស័ព្ទដែរប៉ុន្តែខលមិនចូលហើយឈូនក៏បានត្រឡប់ទៅសួនច្បារកន្លែងដែលពួកគេរត់នឹងវិញក្រែងលោកឃើញបងស្រីនៅទីនោះឈូនក៏បានត្រឡប់ទៅសួនច្បារវិញនិងព្យាយាមរកបងស្រីមែនតែគ្រប់ច្រករហូតតែម្ដងគឺមិនឃើញនោះទេប៉ុន្តែឈូនក៏បានប្រទះឃើញស្បែកជើងបងស្រីរបស់ខ្លួនគឺមានស្នាមប្រឡាក់ឈាមផងដែរឈូននៅពេលដែលឃើញស្បែកជើងបងស្រីរបស់ខ្លួនគឺមានស្នាមប្រឡាក់ឈាមជាមួយនឹងការបាត់ខ្លួនយ៉ាងក្បាំងក៏បានតាក់ទងទៅឪពុកម្ដាយហើយឪពុកម្ដាយនៅពេលទទួលបានដំណឹងភ្លាមៗក៏បានខលទៅប្តឹងប៉ូលីសពីការបាត់ខ្លួនកូនស្រីរបស់ខ្លួនទាំងប៉ូលីសទាំងក្រុមគ្រួសារនិងទាំងមិត្តភ័ក្តិរបស់ជីគឺនាំគ្នាចេញទៅរកជីគ្រប់ច្រករហូតនៅកន្លែងដែលគាត់បានបាត់ខ្លួននឹងរហូតមកដល់វេលាម៉ោង2កន្លះទៀតភ្លឺចូលថ្ងៃទី15ខែមករាឆ្នាំ2006ដដែលហ្នឹងគឺ9ម៉ោងក្រោយគឺមានអ្នកដំណើរម្នាក់គេបានប្រទះឃើញសាកសពមនុស្សស្រីម្នាក់
តែសារសមមួយនោះគឺស្ថិតនៅក្នុងគេហៅថាព្រៃរាងស្ងាត់ស្ដុកទីអ្នកនរគ្នាគឺនៅក្បែរកន្លែងវាយកូនគោដែលមានចម្ងាយមិនឆ្ងាយប្រមាណទេពីកន្លែងដែលជីបានបាត់ខ្លួននឹងសារសពស្ថិតនៅក្នុងសភាពអាក្រាពាក់កណ្ដាលកាយព្រមជាមួយនឹងស្នាមរបួសជាច្រើនកន្លែងផងដែរក្រោយការធ្វើកសោវិច័យបានបង្ហាញថាវាពិតជាសារសពរបស់ជីកាយ៉ាប់អាយុ24ឆ្នាំដែលបានបាត់ខ្លួនកាលពី9ម៉ោងមុនពិតប្រាកដមែនជីមុនពេលនាងស្លាប់នាងពិតជាទទួលរងការឈឺចាប់ខ្លាំងណាស់ដោយគេបានរកឃើញស្នាមរបួសលើម៉ាតូខ្លួនរបស់ជីតែម្ដងគឺមានរហូតដល់ទៅជិត50កន្លែងអ្នកនរគ្នាជិត50ស្នាមកន្លែងគឺវាច្រើនមែនតើណាដឹងឃាតករគុំជីតាំងពីកាលណាកាលណីទេបានជាធ្វើឲ្យមានស្នាមរបួសរហូតដល់ទៅជិត50កន្លែងបែបនេះមិនធម្មតាទេនៅត្រង់តំបន់កញ្ចឹងករបស់ជីគេបានរកឃើញស្នាមរបួសដែលមានជម្រៅរហូតដល់ទៅ15សង់ទីម៉ែត្រចំនួនប្រហែលជាជិត10កន្លែងអ្នកតោះគ្នាជម្រៅ15សង់ទីម៉ែត្រត្រឹមកជិតធូរនឹងរហូតដល់ទៅជិត10កន្លែងមិនធម្មតាណាមានអារម្មណ៍ថាពិតជាសាហាវនឹងឃាតករគុំជីតាំងកាលណាមកអញ្ចឹងហើយជាមួយនឹងទៀតគេក៏បានរកឃើញទឹកភេទរបស់មនុស្សប្រុសនៅចំណុចសំខាន់របស់ជីផងដែរគឺជាការរំលោភសម្រាប់អ្នកតោះគ្នាឃាតកម្មនេះត្រូវបានប៉ូលីសម៉ាឡេស៊ីចាត់ទុកថាជាឃាតកម្មដ៏សាហាវមួយដែលកម្រកើតឡើងដែលជនរងគ្រោះត្រូវបានឃាតករចាក់សម្លាប់មានរបួសរហូតដល់ទៅជិត50កន្លែងជាមួយនឹងការរំលោភបំពានរាងកាយផងដែរបន្ទាប់ពីរឿងក្តីឃាតកម្មបានកើតឡើងប្រហែលជាខ្ទង់ពី3ថ្ងៃប៉ូលីសប្រទេសម៉ាឡេស៊ីក៏បានកកខ្លួនបរិសុទ្ធគួរសង្ស័យចំនួន12នាក់តែក្រោយការសាកសួរមកគេក៏បានសម្រេចចិត្តដោះលែងមនុស្ស12នាក់ឲ្យមានសេរីភាពឡើងវិញបន្ទាប់ពីរកមិនឃើញថាពួកគេជាប់ពាក់ព័ន្ធនឹងការសោតរបស់ឈីនោះទេការស៊ើបអង្កេតរកតម្រុយតាក់ទងនឹងឃាតករម្នាក់នេះត្រូវបានអូសបន្លាយពេលបន្តិចម្ដងរហូតដល់ករណីនេះស្ទើរតែគេភ្លេចបាត់ទៅហើយប៉ុន្តែគេមិនដែលបោះបង់ចោលករណីឃាតកម្មដ៏សាហាវមួយនេះឡើយគេនៅតែបន្តធ្វើការស្រាវជ្រាវរកឃាតករមកប្រាំទានទោសឲ្យតតែបានគ្រាន់តែថាគេធ្វើជាសម្ងាត់ចឹងណាអ្នកនរគ្នាគឺគេអត់វាយស្មៅបង្អើពូឲ្យគេធ្វើជាសម្ងាត់ដើម្បីរកឃាតករឲ្យតតែឃើញនៅលើលោកនេះកម្មពីពិតជាមិនពិតហើយយើងដាំដើម្បីគឺបានផ្លាយនឹងយើងសាងគឺបាននឹងគ្រាន់តែមុនហើយក្រោយហើយគឺនៅឆ្នាំ2009ក្នុងការស៊ើបអង្កេតដល់មកចត់ប៉ូលីសគឺបានរកឃើញតម្រុយដ៏គួរឲ្យសង្ស័យមួយជាមួយនឹងមនុស្សដែលគេធ្លាប់បានយកមកសាកសួរកាលពីមុនគឺមនុស្ស12នាក់មុនដែលគេបានហៅមកសាកសួរអ្នកនរគ្នាហើយក្រោយមកក៏បានដោះលែងវិញប៉ុន្តែក្រោយការធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់គេបានរកឃើញតម្រុយគួរសង្ស័យតាក់ទងនឹងជនម្នាក់ហ្នឹងនៅក្នុងចំណោម12នាក់ហ្នឹងចំពោះលទ្ធផលដែលបង្ហាញនឹងរកឃើញតម្រុយតាក់ទងនឹងមនុស្សគួរសង្ស័យហ្នឹងគឺតាក់ទងនឹងការធ្វើតេស្ត DNA បើយើងនិយាយមើលទៅវាដូចឃ្លាតគ្នាឆ្ងាយច្រើនខែច្រើនឆ្នាំដែរអ្នកនរគ្នាទៅ2009ទៅរកឃើញគេថា DNA ហ្នឹងវារៀងម៉ាច់គ្នានឹងជនសង្ស័យម្នាក់ដែលគេធ្លាប់យកមកសាកសួរជាមួយមនុស្ស12នាក់បាទអ្នកនរគ្នាសួរខ្ញុំថាមិនក៏តេស្ត DNA យូរខែយូរឆ្នាំហ៎ខ្ញុំក៏ដឹងដែរអ្នកនរគ្នាដឹងគេធ្វើការមានបញ្ហាអីគេតតែ2009ទៅគេរកឃើញ DNA ថាវាដូចជាមានការសង្ស័យវាម៉ាច់គ្នាតាក់ទង DNA ដែលរកឃើញនៅកន្លែងកើតហេតុទៅលើជីអញ្ចឹងណាហើយមនុស្ស12នាក់ដែលគេយកមកសាកសួរកាលពីមុនហ្នឹងគឺមានម្នាក់នៅក្នុងហ្នឹងគឺមាន DNA ម៉ាច់គ្នាតែម្ដង DNA របស់ជនសង្ស័យម្នាក់ដែលគេរកឃើញថាវាម៉ាច់គ្នានៅកន្លែងកើតហេតុរបស់ជីត្រូវបានគេស្គាល់ឈ្មោះថា Zaril Jaffa អាយុ28ឆ្នាំគឺជាជនជាតិម៉ាឡេស៊ី Zaril ក៏មានមុខរបរបើកកន្លែងលក់ឡាននៅឯទីក្រុង Pantani ក្បែរកន្លែងកើតហេតុផងដែរ Zaril ក៏មានឪពុកជាអ្នកជំនួយផ្នែកគ្រឿងអលង្ការដ៏សម្បូរបែបអ្នកនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរយើងនិយាយសួរស្ដាប់ទៅគឺអ្នកមានអ្នកតោះគ្នាហើយដោយសារតែភាពមានបានរបស់គ្រួសារគាត់នៅទៅធ្វើឲ្យគាត់មានជីវិតមកដល់សពថ្ងៃនេះគឺការកាត់ដៃអូបឡាយបន្តិចទៀតអ្នកតោះគ្នាមិនដឹងZarilត្រូវបានកកខ្លួនយកមកសាកសួរម្ដងទៀតជាមួយការធ្វើតេស្ត DNA ម្ដងទៀតហើយឪពុករបស់Zarilគឺបានប្រើលុយជាច្រើនជួលមេធាវីល្អៗនៅបកកាយដើម្បីទៅរួមដំណើរកូនទៅកាន់ប៉ុស្តិ៍ប៉ូលីសក្រោយការសាកសួរនិងការធ្វើតេស្ត DNA រួចហើយZarilក៏ត្រូវបានអនុញ្ញាតឲ្យនៅក្រៅគុកបន្ទាប់ពីមានការធានាពីសំណាក់មេធាវីបកកាយនៅល្បីៗដែលខ្លួនបាននាំទៅZarilក៏គ្រាន់តែចាកចេញពីប៉ុស្តិ៍ប៉ូលីសភ្លាមក៏បានចាកចេញពីប្រទេសម៉ាឡេស៊ីដោយហោះទៅកាន់ប្រទេសអូស្ត្រាលីតែម្ដងក្រោយពីការចាកចេញពីប្រទេសភ្លាមបែបនេះប៉ូលីសប្រទេសម៉ាឡេស៊ីក៏បានដាក់Zarilនៅក្នុងបញ្ជីតាមចាប់ខ្លួនតែម្ដងហើយគេបានខិតខំប្រឹងប្រែងដើម្បីតាមដានកន្លែងលាក់ខ្លួនរបស់គាត់នៅឯប្រទេសអូស្ត្រាលីយ៉ាងស្ងាត់6ឆ្នាំកន្លងផុតទៅគឺនៅថ្ងៃទី17ខែមករាឆ្នាំ2012គឺ3ថ្ងៃបន្ទាប់ពីគប់6ឆ្នាំនៃការស្លាប់របស់ឈីZarilគាត់ស្រាប់តែត្រឡប់មកកាន់ប្រទេសម៉ាឡេស៊ីវិញបែបគាត់គិតថារំលងទៅប្រហែលជាខ្ទង់5-6ឆ្នាំហ្នឹងគឺបើគេភ្លេចគាត់ឬក៏គាត់ចាយលុយអញ្ចឹងអ្នកនរគ្នាយើងនិយាយសួរស្ដាប់អញ្ចឹងតែមានណាអត់ទេគ្រាន់តែZarilមកដល់អាកាសយានដ្ឋានកូឡាឡាំពូភ្លាមអ្នកនរគ្នាគឺប៉ូលីសគឺគេខាត់ខ្លួននៅក្នុងអាកាសយានដ្ឋាននឹងតែម្ដងគឺចាប់គាត់ខ្លួនយកមកកាន់ប៉ុស្តិ៍ប៉ូលីសតែម្ដងដំណើររបស់Zarilអ្នកនរគ្នាតាំងពីនៅអូស្ត្រាលីមកម្លេះគឺគេតាមដានគាត់យ៉ាងសម្ងាត់រហូតតតែគាត់មកកាន់កូឡាឡាំពូភ្លាមអាកាសយានដ្ឋានកូឡាឡាំពូភ្លាម
មិនតមកទៅខាងក្រៅផងគឺគេគាត់ខ្លួនក្នុងអាកាសយានដ្ឋានតែម្ដងអញ្ចឹងមានន័យថាគេធ្វើការយ៉ាងសម្ងាត់ហើយតាមដានគាត់រហូតគឺអត់ដែលបោះបង់ចោលទេចូលមកដល់ថ្ងៃទី2ខែកុម្ភៈឆ្នាំ2012សារីគឺបានបាញ់ខ្លួននៅមុខតុលាការលើកដំបូងបំផុតនិងត្រូវបានចោទប្រកាន់ពីបទឃាតកម្មទៅលើជីហ្គាយ៉ាប់ភេទស្រីអាយុ24ឆ្នាំកាលពី6ឆ្នាំមុនចំពោះសារីវិញគាត់មិនព្រមសារភាពនៅទទួលទោសថាគាត់គឺជាឃាតករសម្រាប់ទៅលើជីនោះទេគឺគាត់ព្យាយាមបដិសេធមិនទទួលជាដាច់ខាតគ្រួសាររបស់សារីគឺបានប្រើលុយជាច្រើនជួមេធាវីល្អៗនិងបកកាយដើម្បីបកការពារខ្លួនរបស់សារីហើយឆ្លងកាត់ការកាត់ក្តីជាច្រើនលើកច្រើនសារទីបំផុតសារីក៏ត្រូវបានគេដោះលែងមានសេរីភាពនៅក្រៅឃុំម្ដងទៀតអ្នកទាំងគ្នាចាំឈូនបាននេះដែលជាប្អូនស្រីរបស់ឈីដែលរត់លេងជាមួយឈីនៅពេលដែលបាត់ខ្លួននឹងអញ្ចឹងនៅពេលការកាត់ក្តីដែលគេប្រកាសថាឃាតករសារីហ្នឹងគឺអាចនៅក្រៅឃុំម្ដងទៀតឈូនគាត់ពិបាកចិត្តមែនទែនអ្នកទាំងគ្នាគាត់យំហើយសាវនាការនៅពេលហ្នឹងគឺធ្វើនៅជាន់ទី1អញ្ចឹងឈូននៅពេលដែលលឺអញ្ចឹងថាឃាតករនៅក្រៅឃុំនៅពេលដែលសម្រាប់បងស្រីខ្លួនឯងហើយនៅក្រៅឃុំម្ដងទៀតគាត់ពិបាកចិត្តមែនទែនឈូនគឺបានព្យាយាមលោតពីជាន់ទី1ទៅខាងក្រោមអ្នកទាំងគ្នាគឺគាត់លោតទៅតែអត់ស្លាប់ទេគាត់ថារបួសធ្ងន់ជឿចិត្តមែនតើអ្នកទាំងគ្នាបើយើងគិតមើលទៅបើរឿងវាកើតឡើងជាប់សាច់ឈាមយើងនៅពេលយើងអង្គុយមើលឃាតករសម្រាប់បងស្រីយើងមានសេរីភាពម្ដងទៀតក្រៅគុំម្ដងទៀតអញ្ចឹងទាំងយើងទាំងគេអារម្មណ៍គឺមិនខុសគ្នាពីឈូនអ្នកទាំងគ្នាធ្វើអីវាអត់កើតសម្រាប់គ្រួសាររបស់ឈីមានការខកចិត្តជាខ្លាំងចំពោះប្រព័ន្ធច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីនៅឆ្នាំនោះដែលមិនអាចធ្វើអ្វីបានលើឃាតករដែលសម្រាប់លើកូនស្រីរបស់ខ្លួនយ៉ាងសារព្រាបផ្សាយបែបនេះចូលមកដល់ខែតុលាឆ្នាំ2014នៅប្រធានសាលាឧទ្ធរដែលដឹកនាំដោយលោកម្នាក់ដែលមានឈ្មោះថា Linton Albert គឺបានបដិសេធចំពោះការលើកលែងទោសទៅលើសារីលបន្ទាប់ពីបានរកឃើញថាសំណុំរឿងរបស់សារីលគឺមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការកក់ខ្លួនមិនអាចឲ្យគាត់មានសេរីភាពក្រៅឃុំនោះទេត្រង់ចំណុចនេះអ្នកនរគ្នាប្រកាសជាគិតយកខ្លួនឯងកន្លែងហ្នឹងដូចពាក្យគេនិយាយមានលុយអាចជួខ្មោចកិនម្សៅបានអានោះវាអញ្ចឹងមែនឲ្យតែមានលុយមានអ្វីៗគ្រប់យ៉ាងក្រោយមកទៀតលោក Linton Albert ក៏បានប្រកាសថាគឺធ្វើការជំនុំជម្រះរឿងនឹងឡើងវិញនៅក្នុងតុលាការកំពូលម្ដងទៀតហើយនៅថ្ងៃទី28ខែធ្នូឆ្នាំ2014សារីក៏បានបាញ់ខ្លួនម្ដងទៀតនៅក្នុងតុលាការកំពូលទីបំផុតឆ្លងការកាត់ក្តីជាច្រើនលើកច្រើនសារប្រធានតុលាការកំពូលនេះដែលមានឈ្មោះថា Mozaki គឺបានរកឃើញថាសារីគឺមានពិរុទ្ធពីបទឃាតកម្មទៅលើជីហ្គាយ៉ាប់ពិតប្រាកដមែនហើយសារីត្រូវបានកាត់ទោសប្រហារជីវិតដោយការព្យួរកនៃច្បាប់ប្រទេសម៉ាឡេស៊ីនៅពេលនោះផងដែរប៉ុន្តែសារីមិនបានទទួលការអនុវត្តទោសការប្រហារជីវិតនោះទេដោយសារតែឆ្នាំ2018អាចនិយាយថាមុន2018គឺមានភាពចម្រូងចម្រាសគ្នាខ្លាំងមែនទែនតាក់ទងនឹងការរំសាយទោសប្រហារជីវិតហ្នឹងរហូតមកដល់ឆ្នាំ2018ទោសប្រហារជីវិតត្រូវបានប្រទេសម៉ាឡេស៊ីរំសាយថាលុបចោលទូទាំងប្រទេសតែម្ដងទោះបីជាសារីត្រូវបានគេប្រកាសសារក្រមថាដាក់ទោសប្រហារជីវិតដោយការព្យួរកក៏ដោយប៉ុន្តែដោយសារតែឆ្នាំ2018ហ្នឹងគឺគេលុបចោលទោសហ្នឹងអញ្ចឹងទៅអ្នកទាំងនេះអាចឃើញស្រាប់ហើយគឺវាអញ្ញៃប្រតិកលាគ្នាប្រទេសបតាពេញហ្នឹងតែម្ដងហើយសារីមកដល់ពេលនេះគឺនៅតែមានជីវិតធម្មតារងចាំការកាត់ក្តីបន្តទៀតការប្រកាសលុបចោលទោសប្រហារជីវិតបែបនេះគ្រួសារនៃជនរងគ្រោះដែលត្រូវបានឃាតករសម្លាប់គឺមានការខឹងសម្បារយ៉ាងខ្លាំងមិនត្រឹមតែសារីអ្នកទាំងគ្នាអ្នកផ្សេងទៀតត្រូវបានឃាតករសហប្រេយផ្សាយសម្លាប់ចឹងគឺគេនាំគ្នាខឹងសម្បារមែនតើចំពោះការលុបចោលទោសបែបនេះពួកគេនាំគ្នាស្រែកថាគ្មានទេយុត្តិធម៌ដែលឃាតករចិត្តបិសាចឈាមត្រជាក់សម្លាប់គ្រួសាររបស់គេឬក៏កូនរបស់ពួកគេហើយបែរជារួចផុតពីការប្រហារជីវិតទៅវិញចំពោះទោសទណ្ឌនៃច្បាប់ប្រទេសម៉ាឡេស៊ីនៅពេលនេះវិញសម្រាប់ជនជាប់ចោទដែលត្រូវបានទទួលទោសប្រហារជីវិតត្រូវបានបដូរមកជាការឃុំខ្លួនដែលមានរយៈពេលប្រហែលជាអបបរមា30ទៅ40ឆ្នាំវិញអានឹងទោសប្រហារជីវិតអ្នកទាំងគ្នាគឺគេបដូរពីប្រហារជីវិតមកជាការជាប់ទោសគឺច្រើនបំផុតគឺ30ទៅ40ឆ្នាំចំពោះសារីលគឺមកទោសពេលនេះគាត់កំពុងស្ថិតជាអ្នកទោសជាប់ឃុំរងចាំការសម្រេចចុងក្រោយពីច្បាប់នៃប្រទេសម៉ាឡេស៊ីថាគាត់ត្រូវបានប្រហារជីវិតដោយការព្យួរកឬក៏ត្រូវជាប់គុកពីរយៈពេល30ឬក៏40ឆ្នាំវិញមានទោសប្រហារជីវិតគឺល្អមែនតើអ្នកទាំងគ្នាសម្រាប់ដាក់ទោសទៅលើឃាតករឬក៏មនុស្សព្រៃផ្សៃណាដែលទៅសម្លាប់ជីវិតគេទៅបំពានគេជីវិតមនុស្សមិនកពឹសណាមានតម្លៃណាអត់ដាច់ដើរទៅសម្រាប់គេតែពីទៅពីបានសាច់តែក្បាលវាល់យើងបានទេអត់ទេអញ្ចឹងបើមានទោសបែបហ្នឹងគឺដាក់ទោសទៅលើពួកហ្នឹងទៅពួកហ្នឹងរៀងខ្លាចអ្នកក្រោយក៏អត់សូវហ៊ានតែបើសិនជាមិនសាយបែបហ្នឹងមិនហ៊ានសម័យអ្នកតោះគ្នាអាចគិតឃើញខ្លួនឯងទាំងអស់នេះជារឿងរ៉ាវនៃអំពើឃាតកម្មដល់សហប្រេយផ្សៃនៅល្បីក៏ក្រាបបីក្នុងប្រទេសម៉ាឡេស៊ីដែលឃាតករគឺបានរំលោភសម្រាប់ទៅលើជនរងគ្រោះហើយថែមទាំងគេចខ្លួនបានរយៈពេល6ឆ្នាំទៀតហើយវីដេអូនេះក៏បានមកដល់ទីបញ្ចប់ដែរអរគុណអ្នកតោះគ្នាដែលចំណាយពេលវេលាតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូថ្មីក្រោយៗទៀតបាយបាយ